កតាបកិច្ចយោធាបដោះបដាលនៅក្នុងថ្នាលបដោះនៃកងទ័ពតែផលទាំងមូលបានទៅក្នុងសង្គមទាំងមូលហើយច្បាប់កតាបកិច្ចយោធានេះគឺអនុវត្ត18ទៅ25ចប់អ្នកជាប់ច្បាប់កតាបកិច្ចចេញទៅធ្វើការចុះស្ថិតនៅក្នុងគេហៅថាយោធិនបំរុងរហូតដល់អាយុ45ឆ្នាំបានន័យថាម៉េចកងទ័ពនឹងមានអង្គភាពបំរុងក្នុងមួយឆ្នាំអាចត្រូវហៅមកហាត់មួយខែមួយអាទិត្យឬពីរអាទិត្យប៉ុណ្ណឹងឯងដើម្បីដោះខាត់ជំនាញហើយត្រឡប់ទៅវិញចុះនៅក្នុងពេលដែលបងប្អូនមកបំពេញកាតព្វកិច្ចឬមួយក៏ជាទាហានកាតព្វកិច្ចឬមួយក៏ជាយោធិនបំរុងកន្លែងការងារត្រូវធានាកន្លែងការងារឲ្យគាត់តួនាទីឲ្យគាត់ស្អីឲ្យគាត់ពេលចប់ទៅវិញត្រូវអត់មានកាត់អត់មានអីទេបាទអានឹងត្រូវតែធ្វើជាកាតព្វកិច្ចដើម្បីការពារបងប្អូនមួយចំនួនគេមើលតាម Facebook ចូលខ្ញុំកំពុងធ្វើការហៅខ្ញុំទៅហាត់ទៅធ្វើកាតព្វកិច្ចមកវិញមិនគេកាត់ខ្ញុំចោលបាទឬមួយក៏ទាហានបំរុងទៅហាត់ពីអាទិត្យមកវិញគេធ្វើម៉េចបាទអត្ថប្រយោជន៍ដែលបានទី1ស្អីដែលតបធម្មតាបានទាំងអស់លើកលែងតែប្រាក់ឧបត្ថម្ភ